អ្វីដែលអ្នកឃើញនេះមិនមែនជាធុងឈើធម្មតានោះទេប៉ុន្តែវាគឺជាស្គរចិនបុរាណដែលបង្កើតឡើងដោយដៃដំណើរការនេះគឺចាប់ផ្ដើមនៅពេលដែលការយកឈើខ្លឹមមកអាជាបន្ទះក្រាស់ៗសមល្មមបន្ទះឈើនីមួយៗត្រូវបានកាត់ចម្រៀកកែមដើម្បីឲ្យវាគឺផ្គុំចូលគ្នាបានជិតល្អគេអនុវត្តនៅវិធីសាស្ត្រនេះដូចគ្នានឹងការផលិតធុងឈើដែលមានការលាបកែវនិងប្រើខ្សែអាទិត្យដើម្បីបង្រួមស្គរឲ្យជាប់គ្នាហើយជាងថែមទាំងគឺបានផ្ចិតផ្ចង់កែសម្រួលចំណុចភ្ជាប់នីមួយៗឲ្យបានល្អមុននឹងកែស្ងួតរឹងនៅពេលដែលតួស្គររឹងមាំល្អហើយគឺគែមខាងលើត្រូវបានកែសម្រួលដោយដៃឲ្យរាបស្មើល្អឥតខ្ចោះជំហាននេះគឺមានសារៈសំខាន់ខ្លាំងណាស់ព្រោះគែមដែលមិនស្មើគឺនឹងធ្វើឲ្យប៉ះពាល់រវាងតួស្គរនិងស្បែកស្គរខាងលើមិនបានល្អដែលនឹងជះឥទ្ធិពលទៅដល់រំញ័រខាងក្នុងនៃសំឡេងផ្ទៃស្គរខាងលើគឺគេយកស្បែកគោធម្មជាតិដ៏ក្រាស់មួយផ្ទាំងមកគ្របពីលើវាហើយតម្រូវឲ្យដំដោយគោស្ពាន់រាប់រយដើមនៅជុំវិញស្គរខណៈពេលដែលខ្សែពួរគឺបានប្រើដើម្បីទាញសង្កត់ស្បែកស្គរឲ្យតឹងឡើងជាបន្តបន្ទាប់លទ្ធផលដែលទទួលបានគឺឧបករណ៍តន្ត្រីប្រភេទស្គរដ៏ធំសម្បើមមួយដែលត្រូវបានបង្កើតឡើងតាមរយៈបច្ចេកទេសតភ្ជាប់ឈើដ៏ល្អិតល្អន់ការកែច្នៃរូបរាងដ៏ជាក់លាក់និងបច្ចេកទេសស្នាដៃសិល្បៈដែលទាមទារភាពអត់ធ្មត់ហើយវិធីសាស្ត្រផលិតនេះគឺស្ទើរតែមិនមានការផ្លាស់ប្ដូរអ្វីឡើយឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ដែលវាគឺជាវិធីសាស្ត្របុរាណក្នុងការធ្វើនៅស្គរបុរាណរបស់ចិននេះអ្វីដែលអ្នកឃើញនេះមិនមែនជាធុងឈើធម្មតានោះទេប៉ុន្តែវាគឺជាស្គរចិនបុរាណដែលបង្កើតឡើងដោយដៃដំណើរការនេះគឺចាប់ផ្ដើមនៅពេលដែលការយកឈើខ្លឹមមកអាជាបន្ទះក្រាស់ៗសមល្មមបន្ទះឈើនីមួយៗត្រូវបានកាត់ចម្រៀកកែមដើម្បីឲ្យវាគឺផ្គុំចូលគ្នាបានជិតល្អគេអនុវត្តនៅវិធីសាស្ត្រនេះដូចគ្នានឹងការផលិតធុងឈើដែលមានការលាបកែវនិងប្រើខ្សែអាទិត្យដើម្បីបង្រួមស្គរឲ្យជាប់គ្នាហើយជាងថែមទាំងគឺបានផ្ចិតផ្ចង់កែសម្រួលចំណុចភ្ជាប់នីមួយៗឲ្យបានល្អមុននឹងកែស្ងួតរឹងនៅពេលដែលតួស្គររឹងមាំល្អហើយគឺគែមខាងលើត្រូវបានកែសម្រួលដោយដៃឲ្យរាបស្មើល្អឥតខ្ចោះជំហាននេះគឺមានសារៈសំខាន់ខ្លាំងណាស់ព្រោះគែមដែលមិនស្មើគឺនឹងធ្វើឲ្យប៉ះពាល់រវាងតួស្គរនិងស្បែកស្គរខាងលើមិនបានល្អដែលនឹងជះឥទ្ធិពលទៅដល់រំញ័រខាងក្នុងនៃសំឡេងផ្ទៃស្គរខាងលើគឺគេយកស្បែកគោធម្មជាតិដ៏ក្រាស់មួយផ្ទាំងមកគ្របពីលើវាហើយតម្រូវឲ្យដំដោយគោស្ពាន់រាប់រយដើមនៅជុំវិញស្គរខណៈពេលដែលខ្សែពួរគឺបានប្រើដើម្បីទាញសង្កត់ស្បែកស្គរឲ្យតឹងឡើងជាបន្តបន្ទាប់លទ្ធផលដែលទទួលបានគឺឧបករណ៍តន្ត្រីប្រភេទស្គរដ៏ធំសម្បើមមួយដែលត្រូវបានបង្កើតឡើងតាមរយៈបច្ចេកទេសតភ្ជាប់ឈើដ៏ល្អិតល្អន់ការកែច្នៃរូបរាងដ៏ជាក់លាក់និងបច្ចេកទេសស្នាដៃសិល្បៈដែលទាមទារភាពអត់ធ្មត់ហើយវិធីសាស្ត្រផលិតនេះគឺស្ទើរតែមិនមានការផ្លាស់ប្ដូរអ្វីឡើយឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ដែលវាគឺជាវិធីសាស្ត្របុរាណក្នុងការធ្វើនៅស្គរបុរាណរបស់ចិននេះ